ជំរាបសួរគ្រូខ្ញុំបាទឈ្មោះអង្គមីអាយមកក្រុម IV7 ហើយថ្ងៃនេះមកដែរខ្ញុំមកធ្វើការ record វីដេអូដែលតាក់ទងទៅនឹងការ install NGX អញ្ចឹងដំបូងខ្ញុំសូមធ្វើការ connect ចូលទៅកាន់ AWS របស់ខ្ញុំសិនអញ្ចឹងបន្ទាប់ខ្ញុំសូមធ្វើការចូលទៅកាន់ Git Bash អញ្ចឹងខ្ញុំសូមធ្វើការបរិយាវាបន្តិចបន្ទាប់មកខ្ញុំធ្វើការ CD ចូលទៅកាន់ download ចឹងមកដល់កន្លែងនេះខ្ញុំសូមធ្វើការ copy កន្លែង CX mode នេះចឹងខ្ញុំយកទៅ paste នៅក្នុង Git Bash របស់យើងបន្តមកទៀតខ្ញុំសូមធ្វើការ copy ASX ដើម្បី connect ចូលទៅកាន់ ASX ហើយ paste វាមកចឹងខ្ញុំសូមធ្វើការ enter ចឹងកន្លែងនេះយើងយក yes មកចឹងខ្ញុំ connect បានហើយចឹងបន្ទាប់ខ្ញុំសូមធ្វើការ sudo ធ្វើការ update វាសិនបន្ទាប់ពី update ហើយខ្ញុំសូមធ្វើការ upgrade កន្លែងនេះយើងយក y ចឹងសូមធ្វើការរងចាំវាបន្តិចសិនទៅចឹងយើងធ្វើការ upgrade បានជោគជ័យហើយចឹងបន្ទាប់ខ្ញុំសូមធ្វើការវាយ command ដើម្បី install NGX របស់យើងនេះចឹងខ្ញុំសូមធ្វើការវាយ command sudo app install NGX.y ចឹងនេះវាកំពុងធ្វើការតឡើងឲ្យយើងហើយចឹងបន្ទាប់ខ្ញុំសូមធ្វើការវាយ command ដើម្បី enable NGX ខ្ញុំវាយ sudo systemctl ហើយ enable NGXចឹងបន្ទាប់ពីខ្ញុំបាន enable ហើយខ្ញុំសូមធ្វើការវាយ command status ដើម្បី check មើលថាវា active ឬក៏អត់កន្លែងនេះខ្ញុំសូមវាយstatus ចឹងខ្ញុំសូមធ្វើការ enter ចឹងនេះវា active running ហើយចឹងជាបន្ទាប់ខ្ញុំសូមធ្វើការចូលទៅកាន់ FileZilla Site Manager សូមធ្វើការ connect វាចឹងវាបានចូលហើយចឹងបន្ទាប់ខ្ញុំធ្វើការចុចឲ្យកន្លែង www នេះបន្តមកទៀត HTMLចឹងកន្លែងនេះខ្ញុំសូមធ្វើការ CD ចូលទៅកាន់ var ហើយបន្តមកទៀតខ្ញុំសូមធ្វើការវាយ command មួយវាយ command sudo chmod
7 ដើមហើយ WW បន្ទាប់ពីខ្ញុំវាយ comment ហ្នឹងហើយខ្ញុំសូមធ្វើការវាយ comment មួយទៀត sudo ដដែល chmod 7 ដែរហើយ www ហើយ /html ខ្ញុំសូមធ្វើការ enter ចឹងបន្តមកទៀតខ្ញុំសូមធ្វើការចូលទៅកាន់ file សាលារបស់យើងហើយខ្ញុំធ្វើការ file index ដើម្បីទាញវាដាក់ចូលនៅក្នុង index របស់យើងនេះចឹងខ្ញុំធ្វើការទៅ file សិនចឹងនេះ file នេះខ្ញុំរកឃើញខ្ញុំទាញវាតម្លាក់ចូលមកអូខេចឹងខ្ញុំបានទាញតម្លាក់ចូលហើយតទៅទៀតខ្ញុំចូលមកកាន់ GitHub របស់យើងតែខ្ញុំសូមធ្វើការវាយ comment cd ចូលភាសាថ្មីចឹងមិញខ្ញុំទាញតម្លាក់ខុសដោយសារខ្ញុំអត់បានចូលទៅក្នុង file វាមកខ្ញុំទាញវាដាក់ក្រៅចឹងខ្ញុំសូមធ្វើការទាញតម្លាក់សារថ្មីអូខេចឹងខ្ញុំបានទាញតម្លាក់រួចរាល់ម្ដងទៀតហើយបន្ទាប់ខ្ញុំសូមធ្វើការចូលទៅកាន់EasyTool របស់យើងហើយធ្វើការចូលកន្លែង security នេះកន្លែងនេះខ្ញុំសូមធ្វើការ edit inbound ហើយធ្វើការ add កន្លែងនេះដាក់FTP កន្លែងនេះ IPv4 ចឹងខ្ញុំសូមធ្វើការ add វាមួយទៀតចឹងខ្ញុំសូមធ្វើការចូល instance ហើយធ្វើការចូលទៅ copy IPv4 នេះចឹងខ្ញុំសូមធ្វើការ pass IPv4 របស់ខ្ញុំអញ្ចឹងវាអាច pass បានទេអញ្ចឹងដោយសារខ្ញុំមិនទាន់បានវាយ comment មួយគឺ comment reload អញ្ចឹង sudo system ctl reload ចាំតិចខ្ញុំសូមធ្វើការវាយម្ដងទៀតreload Nginx បន្តមកទៀតខ្ញុំចូលទៅកាន់ EasyTool របស់យើងខ្ញុំធ្វើការ copy IPv4 នេះ IPv4 នេះខ្ញុំសូមធ្វើការ add ថ្មីមួយខ្ញុំជ្រើសរើសអាទី3នេះ new នេះកន្លែងនេះខ្ញុំធ្វើការ pass IPv4 មិញមកអញ្ចឹងវាបានដើរអញ្ចឹងវីដេអូនោះមានប៉ុណ្ណឹងអរគុណគ្រូបានទស្សនាវីដេអូមួយនេះ